អ្នកមត្ថរតនតយស័ក្តិខ្ញុំព្រះករុណាសូមនមស្ការចំពោះប្រជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាជាបន្តទៅសូមព្រះករុណាព្រះគុណម្ចាស់ព្រមទាំងមិត្តអ្នកស្ដាប់ទាំងអស់ស្ដាប់នៅព្រះជាដកមួយដែលមានចំណងជើងថាសូករៈជាដកសូករៈនេះជ្រូកសូករៈហ្នឹងគឺជាពាក្យបាលីមានន័យថាជាដកនិយាយពីសត្វជ្រូកនៅក្នុងបេដកលេខ58ទំព័រ69នឹងមានពន្យល់ក្នុងអត្ថកថាជាបន្តទៅសូមមិត្តអ្នកស្ដាប់កំសាន្តដោយតាំងចិត្តជ្រះថ្លាដូចតទៅព្រះភគវីការដែលព្រះអង្គគង់ប្រថាប់នៅនិវត្តចេតពុនមហាវិហារព្រះអង្គទ្រង់ប្រារព្ធព្រះថេរៈចាស់មួយអង្គត្រាស់នៅប្រធរទេសនានេះថាចតុបតោអាហੰសមៈដូច្នេះជាដើមសេចក្តីពឹស្ដាថាក្នុងថ្ងៃមួយការស្ដាប់ព្រះធម៌បានប្រព្រឹត្តទៅរហូតដល់ពាក់កណ្ដាលនៃរាត្រីព្រះបរមសាស្តាទ្រង់ប្រថាប់ឈរលើផែនកែវមណីចិត្តទ្វារព្រះកនកតប្រទានសុគតោវាទដល់ពួកភិក្ខុហើយព្រះអង្គស្ដេចទ្រង់ចូលកាន់ព្រះកនកតព្រះធម្មសេនាបតីសារីបុត្រថ្វាយបង្គំព្រះបរមសាស្តាហើយបាននិមន្តទៅកាន់បរិវេណរបស់ខ្លួនឯព្រះមហាមោគលានក៏បាននិមន្តទៅកាន់បរិវេណរបស់ខ្លួនដែរសម្រាប់មួយសន្ទុះទៅនិមន្តមករកព្រះសារីបុត្រហើយសួរបញ្ហាព្រះធម្មសេនាបតីសារីបុត្រពាក្យថាធម្មសេនាបតីហ្នឹងគឺមេតបធម៌ធម្មសេនាបតីព្រះធម្មសេនាបតីសារីបុត្របានដោះស្រាយនៅបញ្ហាដែលព្រះមហាមោគលានសួរហើយជាបន្តបន្ទាប់ធ្វើឲ្យជាក់ច្បាស់ដោយធ្វើព្រះច័ន្ទឲ្យប្រកាសនៅលើមេឃដូចឆ្នោះឯងក្នុងសម័យនោះក៏មានបរិស័ទ4ជំពូកនៅអង្គុយស្ដាប់ព្រះធម៌ផងដែរពេលនោះមានព្រះថេរៈចាស់មួយអង្គគិតថាអាត្មាអញនឹងញាស់ព្រះសារីបុត្រញាស់សួរបញ្ហាកណ្ដាលបរិស័ទម្យ៉ាងទៀតកាលបរិស័ទនេះដឹងថាអាត្មាអញជាពហុសូតក៏នឹងធ្វើសក្ការៈព្រមទាំងលើកដំកើងគំនិតហ្នឹងគឺគំនិតអកុសលក្រក់ច្រណែនព្រះថេរៈចាស់បានក្រោកឡើងចារវាងបរិស័ទចូលទៅរកព្រះសារីបុត្រហើយបានឈរនៅត្រង់កន្លែងមួយទៅពោលថាមនាលអាវុសោសារីបុត្រខ្ញុំព្រះករុណានឹងសួរបញ្ហាមួយចំពោះលោកសូមលោកឲ្យឱកាសឲ្យការវិនិច្ឆ័យដល់ខ្ញុំព្រះករុណាដោយអមក៏បានដោយត្រង់ក៏បានក្នុងការតេះដៀលក៏បានក្នុងការលើកដំកើងក៏បានក្នុងសេចក្តីវិសេសក៏បានមិនវិសេសក៏បានសម្បើមណាកិលេសហ្នឹងវាមានរឹករបស់វាសម្បើមអញ្ចឹងព្រះធម្មសេនាបតីសម្លឹងមើលព្រះថេរៈចាស់នោះហើយគិតថាភិក្ខុចាស់នេះតាំងនៅក្នុងសេចក្តីច្រណែនល្ងងខ្លៅមិនដឹងអ្វីសោះឡើយហើយក៏មិនបានមានធរៈដីកាអ្វីនឹងភិក្ខុចាស់នោះដែរដាក់ផ្លិតចុះក្រោកចាកអាសនៈចូលទៅកាន់បរិវេណលោកមិនខឹងទេព្រះអរហន្តសំបីព្រះមហាមោគលានក៏បានចូលទៅកាន់បរិវេណនៃខ្លួនដូចគ្នាដែរពួកមនុស្សនាំគ្នាក្រោកឡើងប្រកាសថាពួកយើងចូលចាប់ភិក្ខុចាស់ចិត្តអាក្រក់នេះដែលបានធ្វើឲ្យពួកយើងខានស្ដាប់ព្រះធម៌ដ៏ពិរោះដូច្នេះហើយក៏នាំគ្នាដេញតាមទៅព្រះថេរៈចាស់នោះបានរត់ទៅធ្លាក់ក្នុងវច្ចកតហ្នឹងបង្គន់ហើយបង្គន់ពីដើមមិនមានប្រភេទបង្គន់អនាម័យដូចសពថ្ងៃនេះទេបង្គន់ដែលគេជីករណ្ដៅដាក់ឈើណាធ្លាក់រណ្ដៅលាមកពេញដោយលាមកព្រោះហេតុជន់ក្តារបង្គន់បាក់នៅខាងក្រោយបង្គន់ហ្នឹងនៅខាងក្រោយឆ្ងាយពីវិហារហើយក្រោកឡើងមកទាំងដែលប្រឡាក់សុទ្ធតែលាមកភាសាអាក្រក់ថាអាចហ្នឹងពួកមនុស្សឃើញដូច្នោះនាំគ្នារង្គៀសបានទៅគាល់ព្រះបរមសាស្តាព្រះបរមសាស្តាទ្រង់ទតព្រះនេត្រឃើញមនុស្សទាំងអស់នោះទើបព្រះអង្គទ្រង់ត្រាស់សួរថាឧបាសកឧបាសិកាទាំងឡាយពួកអ្នកទាំងឡាយមកធ្វើអ្វីខុសពេលវេលាដូច្នេះពួកមនុស្សទាំងនោះបាននាំគ្នាក្រាបទូលសេចក្តីទាំងអស់ដល់ព្រះដ៏មានព្រះភិក្ខព្រះបរមសាស្តាត្រាស់ថាឧបាសកឧបាសិកាទាំងឡាយ
ភិក្ខុចាស់នេះវាយរឹកក្រអើតមិនដឹងកម្លាំងរបស់ខ្លួនធ្វើការប្រៀបផ្ទឹមខ្លួនជាមួយនឹងអ្នកដែលមានកម្លាំងខ្លាំងក្លាក្រៃលែងហើយបានធ្លាក់រណ្ដៅលាមកមិនមែនត្រឹមតែក្នុងពេលនេះប៉ុណ្ណឹងទេសូម្បីក្នុងកាលមុនភិក្ខុចាស់នេះក៏ធ្លាប់វាយរឹកក្អេងក្អាងមិនដឹងកម្លាំងរបស់ខ្លួនធ្វើការប្រៀបផ្ទឹមខ្លួនជាមួយនឹងអ្នកដែលមានកម្លាំងខ្លាំងក្លាហើយក៏ប្រឡាក់ខ្លួនក្នុងរណ្ដៅលាមកដែរកាលឧបាសកឧបាសិកាទាំងឡាយទូលអារាធនាទើបទ្រង់នាំរឿងក្នុងអតីតកាលមកត្រាស់សម្ដែងដូចតទៅបានស្ដាប់រឿងពីរោះទៀតណាក្នុងអតីតកាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងនគរពារាណសីព្រះបរមពុរិស័ទសោយព្រះជាតិជារាជសីអាស្រ័យនៅក្នុងគុហាភ្នំចិត្តហេមវន្តប្រទេសក្នុងទីមិនឆ្ងាយអំពីភ្នំនោះមានជ្រូកដ៏ច្រើនអាស្រ័យនៅនឹងស្រះមួយឯតាបោះទាំងឡាយក៏អាស្រ័យនឹងបណ្ណសាលាក្បែរស្រះនោះផងដែរថ្ងៃមួយរាជសីបរិភោគអាហារគ្រប់គ្រាន់ហើយបានចុះទៅកាន់ស្រះនោះឃើញជ្រូកធាត់មួយកម៉ាប់ម៉ាប់ទើបគិតថាថ្ងៃមួយយើងនឹងបរិភោគនៅជ្រូកនេះ3ជាន់ដើម្បីកុំឲ្យជ្រូកនេះផ្អើលលែងមកកាន់ទីនេះទៀតយើងត្រូវគេចទៅម្ខាងសិនកុំឲ្យចំណីឆ្ងាញ់នឹងផ្អើលលុះរាជសីគិតដូច្នេះហើយទើបឡើងចាក់ស្រះគេចទៅផ្លូវម្ខាងឯចំណែកជ្រូកក៏បានសម្លឹងមើលឃើញរាជសីហើយគិតថារាជសីនេះគ្រាន់តែឃើញយើងភ្លាមក៏មិនហ៊ានចូលមកចិត្តឡើយព្រោះខ្លាចអំណាចយើងហើយបានគេចខ្លួនចេញទៅថ្ងៃនេះយើងគួរប្រយុទ្ធគ្នាជាមួយនឹងរាជសីនេះជ្រូកគិតដូច្នេះហើយទើបស្រែកហៅរាជសីឲ្យមកតស៊ូជាមួយគ្នាដោយពាក្យដូចនេះថាមនាលសម្លាញ់យើងមានជើង4ឯអ្នកក៏មានជើង4ជើង4ដូចគ្នាអ្នកចូលត្រឡប់មកប្រយុទ្ធគ្នាសិនកុំតន់ទៅណាប្រយុទ្ធគ្នាសិនអ្នកខ្លាចយើងឬទៅកិច្ចទៅដូច្នេះអូរាជសីខ្លាចគេរាជសីបានស្ដាប់ពាក្យរបស់ជ្រូកហើយទើបពោលថាមនាលជ្រូកសម្លាញ់ថ្ងៃនេះយើងមិនប្រយុទ្ធជាមួយអ្នកទេចាំ7ថ្ងៃទៀតចុះសឹមមកប្រយុទ្ធគ្នានៅទីនេះហើយក៏គេចចេញទៅជ្រូករីករាយសប្បាយចិត្តណាស់ព្រោះខ្លួននឹងបានប្រយុទ្ធជាមួយរាជសីទើបពោលរឿងនោះដល់ពពួកញាតិស្ដាប់ដើរអួតប្រាប់ញាតិជ្រូកពួកញាតិស្ដាប់ហើយនាំគ្នាតក់ស្លុតភ័យខ្លាចនិយាយឡើងថាអ្នកឯងមិនដឹងកម្លាំងរបស់ខ្លួនទើបប្រាថ្នាប្រយុទ្ធជាមួយរាជសីនឹងមកធ្វើឲ្យយើងទាំងអស់ដល់នៅសេចក្តីវិនាសមានន័យថាជ្រូកចាស់ហ្នឹងគាត់ដឹងហើយថាអំបិលបាត់ហើយប៉ុណ្ណេះហើយវាមិនមានអំបិលតែជ្រូកកធាត់មួយហ្នឹងទេជ្រូកសម័យខ្លួនជ្រូកម្ចាស់ខ្លួនក៏ភ័យតក់ស្លុតអត់ដឹងភ័យតក់ស្លុតហើយពោលថាឥឡូវនេះឲ្យខ្ញុំធ្វើដូចម្ដេចទៅល្អសុំយោបល់បានជ្រូកជាញាតបានប្រាប់ថាអ្នកឯងចូលទៅកាន់ទីបន្ទោបងលាមកនៃពួកតាបោះចុះប្រឡាក់ខ្លួននឹងលាមកឲ្យសើមជោកហើយនៅរងចាំឲ្យខ្លួនស្ងួតចេះចុះត្រាំទៅ7ថ្ងៃដល់ថ្ងៃទី7ចូលអ្នកឯងធ្វើខ្លួនឲ្យសើមដោយទឹកសន្សើមលាមកក្រៀមប្រឡាក់ទឹកសន្សើមហើយទៅកាន់ទីប្រយុទ្ធមុនរាជសីចូលសង្កេតមើលខ្យល់គឺអ្នកឯងត្រូវឈរនៅពីលើខ្យល់ព្រោះថារាជសីជាសត្វស្អាតនិងធំក្លិនស្អុយខ្លួនរបស់អ្នកហើយនឹងប្រគល់ជ័យជំនះឲ្យអ្នកឯងជ្រូកបានធ្វើតាមពាក្យរបស់ពួកញាតិក្នុងថ្ងៃទី7ក៏បានទៅកាន់ទីប្រយុទ្ធរាជសីបានធំក្លិនគូប្រយុទ្ធក៏ដឹងថាខ្លួនជ្រូកប្រឡាក់សុទ្ធតែលាមកទើបពោលថាមនាលសម្លាញ់ជ្រូកអ្នកគិតដោយឧបាយល្អណាស់ប្រសិនបើអ្នកមិនប្រឡាក់លាមកទេ
យើងនឹងសម្លាប់អ្នកត្រង់នេះប៉ុន្តែឥឡូវនេះយើងមិនអាចខំខ្លួនអ្នកដោយមាត់ជន់ខ្លួនអ្នកដោយជើងបានឡើយយើងឲ្យអ្នកឈ្នះហើយទើបពោលនៅគាថាមនាលសូការៈអ្នកមានកាយស្មោកគ្រោកមានរោមប្រឡាក់ដោយវត្ថុស្អុយមានក្លិនអាក្រក់បក់ទៅបើអ្នកចង់ច្បាំងគ្នាមនាលសម្លាញ់យើងឲ្យជ័យជំនះដល់អ្នកបាទអត្ថកថាក៏បញ្យលក្នុងសេចក្តីហ្នឹងរាជសីកាលដែលពោលថាយើងចាញ់ហើយអ្នកចូលទៅចោះដូច្នេះហើយក៏ត្រឡប់ចាអំពីទីនោះទៅរកអាហារផឹកទឹកក្នុងស្រះចូលទៅកាន់គុហាភ្នំវិញទៅឯចំណែកជ្រូកបានត្រឡប់ទៅប្រាប់ពួកញាតិថាយើងឈ្នះរាជសីហើយឧទៀតពួកជ្រូកទាំងនោះនាំគ្នាតក់ស្លុតខ្លាចថារាជសីនឹងត្រឡប់មកនៅថ្ងៃណាមួយទៀតអត់រួចខ្លួនទេរួចថ្ងៃហ្នឹងទេអស់ក្លិនលាមកឥឡូវហ្នឹងស្អាតចេះឥឡូវហ្នឹង3ជាន់ឥឡូវហ្នឹងឯងរួចហើយនឹងសម្លាប់ពួកយើងស្លាប់អស់ជ្រូកគេភ័យអនាគតទៅនាំគ្នារត់ទៅកាន់ទីដតីអស់ចប់ហើយព្រះបរមសាស្តាការដែលព្រះអង្គទ្រង់នាំព្រះធម្មទេសនានេះមកព្រះអង្គទ្រង់ប្រជុំជាដកជ្រូកប្រឡាក់លាមកក្នុងកាលនោះបានមកជាភិក្ខុចាស់ក្នុងគ្រានេះចំណែករាជសីបានមកជាតថាគតនេះឯងចប់សូការៈជាដកអញ្ចឹងរឿងជ្រូកហ្នឹងមានសេចក្តីប្រមាណប៉ុណ្ណឹងអញ្ចឹងសូមអ្នកស្ដាប់មិត្តអ្នកស្ដាប់ហ្នឹងអនុមោទនានៅព្រះជាដកនេះចុះបាទសូមអនុមោទនា